ឪពុកខ្ញុំតែងតែបង្ខំម្ដាយខ្ញុំឲ្យឈរដាំក្បាលលើចង្ក្រានភ្លើងរាល់យប់ឈរឲ្យត្រង់បើមិនអញ្ចឹងទេនាងនឹងដឹងដៃខ្ញុំហើយគ្រាន់តែគាត់ទៅគេថាបើធ្វើបែបនេះបាន88ថ្ងៃនឹងអាចបង្កើតបានកូនប្រុសដែលមានភាពភ្លើងនឹកស្មានមិនដល់នៅថ្ងៃសម្រាលម្ដាយខ្ញុំបានស្លាប់ដោយសារសម្រាលកូនពិបាកហើយនៅលើខ្នងខ្ញុំមានសត្វចម្លែកបិទជាមួយឪពុកខ្ញុំគិតថានេះជាប្រផ្នូលអាក្រក់ដូច្នេះគាត់ក៏យកកាំបិតសម្រាប់ជ្រូកដែលចេះមកហើយនិយាយថានឹងបញ្ជូនខ្ញុំទៅចាប់ជាថ្មីម៉ែនេះជាសត្វចម្លែកឪពុកខ្ញុំលុតជង្គង់លើដីយំស្រាក់ស្រាំនោះគឺជារូបភាពកំទេចលោករបស់គីលីនបុកបរោះនៃទឹកដីបរិសុទ្ធទាំង9ជាន់និង10ផែនដីបានមកសម្លាប់ហើយគ្រួសារយីរបស់យើងនឹងត្រូវសម្លាប់ទាំង9ចំនួនប្រគល់វាទៅឲ្យគេទៅចាត់ទុកថាកូនសុំអង្វរម៉ែចោះពេលនេះនៅខាងក្រៅមានខ្យល់ព្យុះភ្លៀងធ្លាក់គំនិតទេវតាដូចជាកាំបិតទេវតានិងព្រះពុទ្ធពេញផ្ទៃនៃកំពង់រងចាំទីរោគនៅក្នុងរោងក្រណាត់នោះត្រូវគេបោះចេញពីខ្ទមដើម្បីឲ្យពួកគេស៊ីវាប៉ុន្តែនៅពេលនោះស្ត្រីចំណាស់ខ្វាក់ភ្នែកម្ខាងនៅក្នុងផ្ទះបានដាក់ពេងតែនៅក្នុងដៃចោះគាត់ឈ្មោះយីឈីងឆឹងកាលពី30ឆ្នាំមុនគាត់គឺជាស្ត្រីបរិសុទ្ធដែលសាហាវបំផុតនៅចុងចៅ30ឆ្នាំក្រោយមកគាត់គឺជាស្ត្រីចំណាស់ខ្វាក់ភ្នែកនៅកន្លែងដាច់ស្រយាលនេះគាត់មិនបានមើលកូនប្រុសដែលលុតជង្គង់លើដីទេតែបានចាប់ខ្ញុំចេញពីអង្រឹងម្រាមដៃស្គមស្គាំងចង្អុលយ៉ាងខ្លាំងទៅលើមេឃស្ត្រីចំណាស់សើចយ៉ាងឈួតលីលាសើចដោយមានចេតនាសម្លាប់មានឆ្កែយាមទ្វារពី3ក្បាលមកក៏ហ៊ានប៉ះពាល់ពូជអម្បូរគ្រួសារយីរបស់ខ្ញុំដែរបើមេឃចង់ធ្វើបាបវាអញ្ចឹងឆ្អឹងចាស់របស់ខ្ញុំថ្ងៃនេះនឹងចាក់មេឃឲ្យធ្លុះសម្រាប់ក្មេងនេះពាក្យចាំអារម្មណ៍ថានៅជ្រៅក្នុងភ្នំលូសៀមានកន្លែងមួយដែលត្រូវបានចាត់ទុកថាជាតំបន់ហាមឃាត់នៅតំបន់ភាគខាងជើងគឺជ្រលងកប់បិសាចកាលពី10000ឆ្នាំមុនមនុស្សនិងបិសាចបានប្រយុទ្ធគ្នាអធិរាជបិសាចកន្ទុយ9ត្រូវបានសម្លាប់នៅទីនេះដោយអធិរាជមនុស្ស9នាក់កំហឹងបានប្រែទៅជាអប់ដែលមនុស្សលាបាត់ពេញ1ឆ្នាំអ្នកដែលចូលនឹងស្លាប់នៅពេលថ្ងៃត្រង់យាយខ្ញុំ3ខ្ញុំឈរនៅមុខរូបសំណាកថ្មទេពអប្សរកញ្ជ្រោងគ្មានក្បាលដែលបាក់បែកនៅក្នុងជ្រលងកប់បិសាចក្លិនដ៏គួរឲ្យភ័យខ្លាចជាច្រើនដែលដេញតាមពីក្រោយបានចាក់សោជ្រលងភ្នំនេះហើយនៅលើមេឃរូបកាយមាសដ៏ធំសម្បត្តិជាច្រើនបានលេចចេញមកហើយគោលាន់កំពុងកើតនៅក្នុងពកហាក់ដូចជាគ្រោះមហន្តរាយគោលាន់បំផ្លាញពិភពលោកនឹងធ្លាក់ចុះនៅពេលណាមួយសំណោគ្រូសាយីប្រកោទីរោបិសាចមកទុកសាកសពឲ្យឯងពេញលេងសំឡេងដ៏ធំមួយបន្លឺឡើងដូចគោលាន់ធ្វើឲ្យថ្មបែកបាក់យាយខ្ញុំធ្វើមិនដឹងមនុស្សគាត់ដាក់ខ្ញុំនៅលើផ្ទាំងថ្មដ៏ត្រជាក់បន្ទាប់មកគាត់បានដោះអាវក្រណាត់ពណ៌ស្ដែកបោកគក់នោះចេញគាត់មើលទៅរូបសំណាកមនុស្សសំឡេងរបស់គាត់ស្ងប់ស្ងាត់គួរឲ្យខ្លាចកន្ទុយ9កាលពី10000ឆ្នាំមុនរូបកាយរបស់អ្នកត្រូវបានបំផ្លាញហើយព្រលឹងដែលនៅសេសសល់មួយបានរស់រានមានជីវិតរហូតមកដល់សប្តាហ៍នេះអ្នកស្អប់ភាពអយុត្តិធម៌នៃច្បាប់ឋានសួគ៌ក៏ស្អប់ភាពគ្មានមេដារបស់មនុស្សជាតិថ្ងៃនេះខ្ញុំផ្ដល់ឱកាសឲ្យអ្នកត្រឡប់ស្ថានភាពវិញខ្ញុំក្នុងនាមជាស្ត្រីបរិសុទ្ធចុងក្រោយនៃទឹកដីបរិសុទ្ធធានជីសូមបូជាដោយប្រើផ្លែឈើដាវដ៏វិសុទ្ធរបស់ខ្ញុំសំឡេងរបស់យាយបានផ្អាកហើយកាំបិតឆ្លាក់ដែលបញ្ចេញពន្លឺត្រជាក់ស្រាលបានលេចចេញក្នុងដៃរបស់គាត់នៅពេលណាមួយគាត់កាន់កាំបិតដោយដៃខាងហើយចុងកាំបិតត្រូវបានសង្កត់ទៅលើកញ្ចឹងរបស់គាត់ហើយជាមួយនឹងរូបកាយវិញ្ញាណដ៏បរិសុទ្ធរបស់ខ្ញុំដែលបានបណ្ដុះអស់រយៈពេល300ឆ្នាំដោយប្រើសាច់និងឈាមនេះជាសម្លៀកបំពាក់និងផ្លែឈើដាវនេះជាអាហារខ្ញុំចង់ឲ្យអ្នកការពារចៅប្រុសរបស់ខ្ញុំឲ្យមានសុវត្ថិភាពអស់មួយជីវិតពេលនិយាយចប់កាំបិតក្នុងដៃយាយក៏ធ្លាក់ចុះយ៉ាងសាហាវនោះជាសម្លេងផ្លូវធំបាក់បែករាងកាយរបស់យាយបានបញ្ឆេះដោយភ្លើងដ៏ទេវភាពពណ៌មាសគាត់កំពុងដុតព្រលឹងទាំង3និងវិញ្ញាណទាំង7របស់គាត់ហើយរាងកាយរបស់គាត់បានប្រែជាថ្លាជាបណ្ដាហើយរលាយបាត់នៅក្នុងពន្លឺពណ៌មាសហើយទីបំផុតបានប្រែទៅជាសម្លៀកបំពាក់ដ៏បរិសុទ្ធពណ៌មាសនោះគឺជាគ្រីស្ដាល់នៃការដាំដុះពេញមួយជីវិតរបស់នាងហើយរាងកាយរបស់នាងបានប្រែទៅជាពន្លឺផ្កាយគោលាន់បានទុះឡើងនៅលើមេឃហើយពួកបរិសុទ្ធដែលនៅខ្ពស់ហាក់ដូចជាបានកត់សម្គាល់អ្វីមួយហើយក្រហមដោយភាពភ័យរន្ធត់បញ្ឈប់នាងឲ្យលឿននោះគឺជាការបង្កើតបិសាច Phantom យឺតទៅហើយរូបចម្លាក់ទាំង10បានញ័រហើយក្រញាំកញ្ជ្រោងពណ៌ដ៏ធំមួយបានហែកកាត់ចន្លោះប្រហោងហើយចាប់យកសម្លៀកបំពាក់ខាងវិញ្ញាណពណ៌មាសភ្លាមនោះវិញ្ញាណបិសាចដ៏គួរឲ្យភ័យខ្លាចដែលផ្លាស់ប្ដូរពណ៌នៃពិភពលោកបានហក់ឡើងលើមេឃដោយកំទេចគោលាន់និងរូបរាងនៅលើមេឃភ្លាមនៅក្នុងអាប់ភ្នែកពណ៌ស្វាយដ៏វែងនិងតូចចង្អៀតមួយគូបានបើកយឺតសម្លឹងមកខ្ញុំដោយភាពក្រអឺតក្រទមនិងត្រជាក់ដែលមើលងាយពិភពលោករូបកាយដ៏វិសុទ្ធរបស់មនុស្សលះបង់ខ្លួនឯងដើម្បីការពារខូបិសាចគួរឲ្យចាប់អារម្មណ៍ដោយសារខ្ញុំបានទទួលអំណោយរបស់អ្នកខ្ញុំនឹងការពារជីវិតក្មេងនេះចាប់ពីថ្ងៃនោះមកមានស្នាមកោះពណ៌នៅលើត្រាខៀលិននៅលើខ្នងរបស់ខ្ញុំហើយចាប់ពីថ្ងៃនោះមកយាយបានបាត់ខ្លួនហើយកញ្ចក់លង្ហិនបុរាណមួយនិងព្រលឹងដែលកំពុងដេកលក់បានលេចឡើងនៅក្នុងសមុទ្រនៃស្មារតីរបស់ខ្ញុំពេលវេលាកន្លងផុតទៅការផ្លាស់ប្ដូរនៅជលងភ្នំ Yamanbury Valley ដែលធ្វើឲ្យតំបន់ភាគខាងជើងមានការភ្ញាក់ផ្អើលបានកន្លងផុតទៅ18ឆ្នាំហើយពីរបបិសាចដែលធ្វើឲ្យមេឃយំការពីពេលនោះឥឡូវនេះបានធំធាត់ខ្លាយជាយុវជនដ៏ស្ដាងម្នាក់និកាយ Kenyon ដែលជានិកាយតូចមួយនៅតំបន់ភាគខាងជើងនៅលើកំពូលភ្នំដែលដាច់ស្រយាលបំផុតនិងមានខ្យល់អាកាសខ្លាំងបំផុតនៃនិកាយមានបន្ទប់អុសដែលខូចដែលលើកធ្លាយខ្យល់គ្រប់ទីនោះហើយជាកន្លែងដែលខ្ញុំរស់នៅយាយចេនតើអ្នកស្លាប់នៅណាតើអ្នកបានកាប់ឈើវិញ្ញាណថ្ងៃនេះហើយឬនៅប្រសិនបើអ្នកពន្យាពេលភ្លើងនៃការលេងសើចរបស់បងប្អូនប្រុសខាងក្នុងខ្ញុំនឹងបកស្បែករបស់អ្នកចេញត្រឡប់ទៅអ្នកគ្រប់គ្រងយ៉ាវវិញខ្ញុំបានកាប់រួចហើយឈើដែកសរុបចំនួន300ឆ្មាទាំងអស់នៅក្នុងទីធ្លាអ្នកគ្រប់គ្រងយ៉ាវបានដើរចូលមកក្រឡេកមើលជុំវិញលំនៅឋានដ៏សាមញ្ញនេះដោយក្តីស្អប់ខ្ពើមហើយទីបំផុតបានសម្លឹងមកខ្ញុំពិតជាមិនដឹងថាហេតុអ្វីបានជាមេនិកាយទូចចង់រក្សាអ្នកនៅលើភ្នំអ្នកមិនអាចសំបីតែទម្លុះកម្រិតទី1នៃការបណ្ដោះខែបន្ទាប់ពីចូលរួមក្នុងនិកាយអស់រយៈពេល10ឆ្នាំរាងកាយរបស់អ្នកត្រូវបានរារាំងដូចជាថ្មវាពិតជាខ្ជះខ្ជាយអាហាររបស់និកាយយប់នេះស្រោចទឹកចំការធម្មពលវិញ្ញាណនៅភ្នំខាងលិចឲ្យហើយថ្ងៃស្អែកបើមិនបានមួយធុងទឹកទេគុំហូបបាយយកទៅហើយរមៀលចេញទៅយកធនធានទាំងនេះទៅចិញ្ចឹមឆ្កែមួយក្បាលក៏វាអាចឡើងដល់កម្រិតទី1នៃកម្រិតហ្វឹកហាត់ធម្មពលវិញ្ញាណដែរខ្ញុំរើសធំវិញ្ញាណដែលបែកបាក់គួរឲ្យអាណិតនោះឡើងមិនត្រឹមតែមិនខឹងទេថែមទាំងញឹមបន្តិចនៅជ្រុងមាត់ទៀតផងមនុស្សអត់បានការត្រូវហើយនៅក្នុងក្រសែភ្នែកអ្នកអតីយីឆិនពិតជាមនុស្សអត់បានការក្នុងការហាត់គុណមែនអាយុ18ឆ្នាំហើយសរសៃវិញ្ញាណក្នុងខ្លួនត្រូវស្ទះដានធានរឹងដូចដែកសូម្បីតែការស្រូបយកធម្មពលវិញ្ញាណចូលក្នុងខ្លួនដែលជាមូលដ្ឋានបំផុតក៏ធ្វើមិនបានដែរប៉ុន្តែខ្ញុំដឹងថានេះមិនមែនដោយសារតែខ្ញុំមានទេពកោសល្យអន់នោះទេគឺដោយសារតែនៅក្នុងដានធានរបស់ខ្ញុំមានបុព្វបុរសម្នាក់រស់នៅយាយធ្លាប់ប្រើស្បែកអ្នកប្រាជ្ញដើម្បីបដូរយកការបិទត្រាមិនត្រឹមតែបិទបាំងក្លិនឈីលីនរបស់ខ្ញុំប៉ុណ្ណោះទេថែមទាំងបិទទេពកោសល្យហាត់គុណទាំងអស់របស់ខ្ញុំទៀតផងត
18ឆ្នាំមកនេះធម្មពលវិញ្ញាណទាំងអស់របស់ខ្ញុំត្រូវបានស្រូបយកដោយចិញ្ចៀនលង្ហិននោះដើម្បីចិញ្ចឹមព្រលឹងដែលនៅសេសសល់របស់អធិរាជបិសាចដែលកំពុងដេកលក់ខ្ញុំកំពុងរងចាំឱកាសមួយរងចាំថ្ងៃនោះមកដល់ប៉ុន្តែការពិតតែងតែខុសខើជាងការរងចាំអាម៉ាប់ប្រថុយជីវិតលួចនំប៉ាវសាច់ដែលនៅក្តៅពីផ្ទះបាយចង់ឲ្យខ្ញុំដែលមិនបានហូបបាយ3ថ្ងៃនេះត្រពោះប៉ុន្តែនំប៉ាវមិនទាន់ដល់ដៃខ្ញុំផងចាងសានភ្នែករហ័សដែលរហ័សប្រើរំពាត់វីនំប៉ាវសាច់ដែលមានខ្លាញ់នោះធ្លាក់ដល់ដីយ៉ាងខ្លាំងឯងភ្លេចច្បាប់របស់កម្ពុជាភ្នំអ្នកបម្រើហើយមែនទេសត្វទិលឆានមិនអាចជ្រើហូបបាយបានទេព្រឹទ្ធាចារ្យចៅបងយីឈិនមិនបានហូបបាយ3ថ្ងៃហើយនោះជារបស់សទេចៅសៀវធានដាក់ដៃទៅក្រោយខ្នងឈរនៅក្នុងទីធ្លាដែលពោពេញទៅដោយស្លឹកឈើស្ងួតនិងស្មៅងាប់ដោយទឹកមុខចំអកសូម្បីតែខ្ជិលមើលទៅដីមួយផ្លែតផងហឹមរបស់និកាយឈីងយុនទោះបីជាមានក៏សម្រាប់ឲ្យសត្វវិញ្ញាណស៊ីដែរគឺយីឈិនដែលជាមនុស្សអត់បានការនេះសូម្បីតែយូស្បែកជើងឲ្យសត្វវិញ្ញាណរបស់ព្រឹទ្ធាចារ្យក៏មិនស័ក្តិសមដែរខ្ញុំក្តាប់កណ្ដាប់ដៃយ៉ាងតឹងក្រចកចាក់ទម្លុះបាតដៃកែវភ្នែកសម្លឹងកាត់អ្នកបម្រើទាំងពីរចាក់ទម្លុះអ្នកដែលមិនទាន់និយាយអ្វីសោះនោះចៅសៀវធានលោកគឺជាព្រឹទ្ធាចារ្យផ្នែកខាងក្រៅហេតុអ្វីបានជាលោកចង់ធ្វើបាបសិស្សបម្រើដូចពួកយើងធ្វើបាបមនុស្សអត់បានការដូចឯងក៏ស័ក្តិសមឲ្យព្រឹទ្ធាចារ្យឲ្យធ្វើបាបដែរជប់សិនឯងគិតថាប៉ុន្មានឆ្នាំមកនេះគ្មានអ្នកណាឲ្យបាយឯងហូបឆ្អែតដោយសារអ្វីបើគ្មានការយល់ព្រមពីខ្ញុំគុំថាឡាយបាយសូម្បីតែខ្យល់នៅលើភ្នំនេះក៏មិនហ៊ានបក់ចូលក្នុងបន្ទប់ឯងដែរគាត់មិនបានមើលមុខខ្ញុំទេភ្នែករៀងត្រីកោណដ៏កាយសាហាវនោះសម្លឹងមើលដៃឆ្វេងរបស់ខ្ញុំយ៉ាងសាហាវនៅទីនោះពាក់ចិញ្ចៀនសម្រិតដ៏ចំណាស់នេះ10ឆ្នាំមកនេះការដាំដុះរបស់អ្នកមិនមានការរីកចម្រើនតតែសោះប៉ុន្តែចិញ្ចៀននេះនៅតែមិនប្រឡាក់ដោយធូលីសូម្បីតែខ្ញុំឃើញវាស្រូបយកធម្មពលវិញ្ញាណនៅកណ្ដាលអធ្រាត្រតាមឡាយខ្ញុំចង់ឲ្យអ្នកប្រកួតវាដោយខ្លួនឯងតែមិននឹកស្មានថាអ្នកធ្វើជាល្ងងអស់រយៈពេល10ឆ្នាំបើអ្នកមិនព្រមឲ្យខ្ញុំនឹងយកវាដោយខ្លួនឯងពេលដែលគាត់រៀបនឹងវាប្រហាសិស្សស្លៀកពាក់ខ្មៅម្នាក់បានប្រញាប់ប្រញ័ររត់ចុះពីលើភ្នំដោយកាន់សម្បត្តិមួយនៅក្នុងដៃគឺជាបញ្ជាបន្ទាន់ពីព្រឹទ្ធាចារ្យទី1យ៉ាវឆេរាវឈៀវឈិនឈប់មួយសន្ទុះយកសម្បត្តិមកបើកមើលទឹកមុខលេងសើចរបស់គាត់ក៏បាត់ទៅវិញជំនួសមកវិញដោយភាពសប្បាយរីករាយយ៉ាងខ្លាំងគាត់បានបិទសម្បត្តិនោះយ៉ាងលឿនភ្នែកត្រីកោណរបស់គាត់សម្លឹងមកខ្ញុំហាក់ដូចជាកំពុងសម្លឹងមើលកូនជៀមដែលរងចាំការសម្លាប់ល្អណាស់ទីបំផុតព្រឹទ្ធាចារ្យទី1បានរៀបចំរួចរាល់ហើយរាវឈៀវឈិនញឹមយ៉ាងសាហាវហើយខ្សឹបដាក់ត្រចៀកខ្ញុំដោយសម្លេងដែលខ្ញុំអាចជឿតែម្នាក់ឯងធ្វើឲ្យខ្ញុំមានអារម្មណ៍ត្រជាក់ដល់ឆ្អឹងទុកជីវិតឲ្យអញសិនរីករាយជាមួយម៉ោងចុងក្រោយនេះចុះយប់នេះខ្ញុំនឹងធ្វើឲ្យឯងរងទុក្ខហឹមតោះយើងទៅរ៉េងសែននិងឡៃសៃមើលមុខគ្នាទោះបីជាមិនយល់ថាហេតុអ្វីបានជាព្រឹទ្ធាចារ្យឈប់ភ្លាមក៏ដោយក៏ពួកគេសើចចំអកតាមដែរនៅពេលដែលយ៉ាវឈៀវចិនចាក់ចេញទៅយកកាន់តែជ្រៅពន្លឺព្រះច័ន្ទចាំងកាត់បង្អួចបាក់បែកមកលើកន្ទេលខ្ញុំអង្គុយពុតជើង18ឆ្នាំហើយទីបំផុតត្រាដែលយាយបន្សល់ទុកមិនអាចទុកបានទៀតទេខ្ញុំអាចមានអារម្មណ៍ថាកម្ដៅដែលត្រូវបានសង្កត់អស់រយៈពេល18ឆ្នាំនៅក្នុងខ្លួនរបស់ខ្ញុំកំពុងតែញើបឡើងវិញស្នាមសាក់ខេលិននៅលើក្នុងរបស់ខ្ញុំចាប់ដើមក្តៅឈាមហូរក្នុងសរសៃឈាមដូចជាកំអែភ្នំភ្លើងនោះគឺជាសភាពកត់នៃរូបកាយបំផ្លាញពិភពលោកខេលិនវាស្រេកឃ្លានការសម្លាប់ស្រេកឃ្លានឈាមកូនសិស្សសម្លាញ់យប់ជ្រៅហើយនៅមិនទាន់ដេកទៀតកំពុងនឹកសិស្សប្អូនស្រីណាខ្ញុំញ័រខ្លួនហើយបើកភ្នែកឡើងភ្លាមលោកគ្រូអ្នកភ្ញាក់ហើយផ្សែងពណ៌សមួយហុយចេញពីចិញ្ចៀនសម្រិតប្រែទៅជានារីដ៏ស្រស់ស្អាតម្នាក់ស្លៀកពាក់រ៉ូបពណ៌ស្វាយខ្ចីអណ្តែតកណ្ដាលអាកាសនាងអណ្តែតជើងទេពីលើដីបេអ៊ីងកន្ទុយកញ្ជ្រោងស្រមោលទាំង9យោធ្នំនៅពីក្រោយនាងធ្វើឲ្យបន្ទប់អស់ដ៏ទ្រុឌទ្រោមនេះភ្លឺដូចឋានសួគ៌គឺអធិរាជបិសាចកន្ទុយ9ស៊ឺយឺពិតណាស់ឥឡូវនេះខ្ញុំហៅនាងថាជាគ្រូឬលួចហៅនាងថាប្រពន្ធនៅក្នុងចិត្តស៊ូជីវអឺបានពុតខ្លួនបង្ហាញរាងដ៏ស្រស់ស្អាតរបស់នាងយ៉ាងច្បាស់នាងបានអណ្ដែតមកមុខខ្ញុំរៀនដៃដ៏ស្រឡូនរបស់នាងបានលើកចង្កាខ្ញុំឡើងមិនដែរមិនបានជួបគ្នាប៉ុន្មានថ្ងៃសោះលែងស្គាល់គ្រូហើយមែនទេយប់នេះគឺជាថ្ងៃល្អនាងងើបមុខមើលពន្លឺព្រះច័ន្ទនៅខាងក្រៅបង្អួចពិធីពេញវ័យរបស់អ្នកបានមកដល់ហើយត្រានឹងត្រូវបំបីក្នុងពេលឆាប់នេះបន្ទាប់ពីយប់នេះទៅរាងកាយឈីលីនរបស់អ្នកនឹងភ្ញាក់ឡើងជាផ្លូវការខ្ញុំដកដង្ហើមធំក្តាប់កណ្ដាប់ដៃទីបំផុតវាចាប់ដើមហើយមែនទេក្នុងរយៈពេល10ឆ្នាំនេះខ្ញុំបានរងការមើលងាយគឺបែបយ៉ាងគេប្រើដោយសត្វឆ្កែខ្ញុំបានគ្រោះវិដៅដៃខ្មៅនោះទាំងយប់ទាំងថ្ងៃមិនមែនដើម្បីកាប់អស់ទេគឺដើម្បីហាត់ដាវខ្ញុំកំពុងរងចាំថ្ងៃនេះរងចាំថ្ងៃដែលខ្ញុំមានសិទ្ធិដកដាវស៊ូជីអឺសម្លឹងមើលស្មារតីប្រយុទ្ធនៅក្នុងភ្នែករបស់ខ្ញុំមកក្បាលដោយការពេញចិត្តប៉ុន្តែការដាស់រាងកាយឈីលីនត្រូវការធ្វើពលឈាមយ៉ាងច្រើនជាឆ្នាំសង្កូវពឹងផ្អែកតែលើខ្លួនឯងដើម្បីទម្លុះអាចនឹងផ្ទុះរាងកាយស្លាប់នាងងាកទៅមើលយប់ដងងឹតនៅខាងក្រៅបង្អួចស្នាមញឹមដ៏ខូខើបានលេចឡើងនៅជ្រុងមាត់របស់នាងស្របពេលដែលមានអ្នកយកហីបូជាមកឲ្យអ្នកពិតណាស់ពីទីដល់នៃនិកាយខាងក្រៅរបស់និកាយឈីនយុនសំឡេងឆ្កែចកលូកដ៏គួរឲ្យភ័យខ្លាចបានបន្លឺឡើងនោះគឺជាព្រឹទ្ធាចារ្យនិកាយខាងក្រៅចៅសៀវធានសព្វវិញ្ញាណកំណត់ដែលគាត់ចិញ្ចឹមគឺចោលវិសាថ្មីនេះសិស្សនិកាយខាងក្រៅ3នាក់បានបាត់ខ្លួនពីកំពូលភ្នំអ្នកបម្រើអ្នកគ្រប់គ្នាដឹងយ៉ាងច្បាស់ថាពួកគេត្រូវបានសត្វនេះស៊ីប៉ុន្តែគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីទេយាយឆេងចែវប្រយុទ្ធបូជាដាវខ្ញុំនិយាយតិចខ្ញុំបានទាញយកដាវដែលជ្រេះមួយពីគំនរអស់ដ៏ជ្រៅក្រណាត់ខ្មៅត្រូវបានបើកខាងក្នុងគឺជាដាវដែលជ្រេះតែមានមុខរើបន្តិចនេះគឺជាអ្វីដែលខ្ញុំបានរើសនៅក្នុងភ្នូដាវក្នុងខាងក្រោយនៃនិកាយគ្មាននរណាម្នាក់ដឹងថានេះគឺជាអាវុធដ៏កាចសាហាវដែលធ្លាប់សម្រាប់ទេវតាទេសំឡេងក្រហមដ៏ស្អុយរលួយបានបន្លឺឡើងនៅខាងក្រៅទ្វារឈើដែលរៀបនឹងបាក់នោះត្រូវបានវាបំបែកជាបំណែកដោយក្រញាំដ៏ធំមួយក្នុងចំណោមបន្តិចឈើដែលហោះហើរជាប់យកកម្ពស់ពាក់កណ្ដាលមនុស្សបានស្ទុះចូលមករោមរបស់វាឈរត្រង់ដូចជញ្ជោលដែកភ្នែកក្រហមដូចឈាមនៅមានស្នាមឈាមជាប់នៅជ្រុងមាត់របស់វាអ្នកដែលកាន់ច្រវាក់ដែកនៅពីក្រោយវាគឺព្រឹទ្ធាចារ្យនិកាយខាងក្រៅចៅសៀវធានមានរាងកាយមាំមួនមុខពោពេញដោយសាច់ពេលនេះកំពុងសម្លឹងមកខ្ញុំភ្នែកពោពេញដោយការចំអកនិងភាពខូចខើយាយឆេនកូនសម្លាញ់របស់ខ្ញុំឃ្លានហើយរកអ្វីស៊ីមិនបានមានតែឲ្យអញលះបង់បន្តិចហើយខ្ញុំឈរនៅស្ងៀមដោយកាន់ដាវដែលជ្រេះនោះមិនកម្រើក
លោកព្រឹទ្ធាចារ្យច្បាប់និកាយការសម្លាប់សិស្សរួមនិកាយគឺជាបទឧក្រិដ្ឋចៅសៀវធានហាក់ដូចជាបានរឿងកំប្លែងដ៏ធំមួយសាច់យ៉ាងខ្លាំងឯងជាអ្នកបម្រើដ៏គ្មានបានការម្នាក់ក៏សមនឹងហៅថាសិស្សរួមនិកាយដែរនៅក្នុងក្រសែភ្នែករបស់សិស្សនិកាយខាងក្រៅឯងមិនស្មើនឹងសត្វឆ្កែផងស្លាប់ទៅក៏ស្លាប់ទៅតើអ្នកណានឹងស៊ើបអង្កេតភ្នែករបស់គាត់ប្រែជាកាច់សាហាវបានលែងច្រវាក់ដាច់នៅក្នុងដៃឆ្កែចបដ៏កាច់សាហាវមួយក្បាលបានស៊ូមករកបំពង់របស់ខ្ញុំជាមួយនឹងក្លិនឈាមយ៉ាងខ្លាំងចង្កូមដ៏មុតស្រួចរបស់វាបានបញ្ចេញពន្លឺយ៉ាងត្រជាក់នៅក្រោមពន្លឺព្រះច័ន្ទវាមានចម្ងាយត្រឹមតែ 0.01 សង់ទីម៉ែត្រប៉ុណ្ណោះពីរបស់ខ្ញុំបើកាលពីមុនខ្ញុំច្បាស់ជាស្លាប់មិនខានប៉ុន្តែឥឡូវនេះបេះដូងរបស់ខ្ញុំលោតយ៉ាងខ្លាំងហាក់ដូចជាស្គរចម្បាំងកំពុងវាយស្នាមសាក់ខេឡែននៅលើខ្នងរបស់ខ្ញុំក្តៅភ្លាមកម្លាំងដ៏កាច់សាហាវដែលខ្ញុំមិនធ្លាប់មានពីមុនមកបានប្រញាប់ប្រញាល់ចុះពីឆ្អឹងខ្នងរបស់ខ្ញុំចូលទៅក្នុងអវយវៈនិងឆ្អឹងរបស់ខ្ញុំប្រស្រីភ្នែករបស់ខ្ញុំបានប្រែទៅជាពណ៌មាសនៅក្នុងពេលនោះយឺតណាស់នេះគឺជាសម្លេងរបស់ស៊ឺជីវហើយក៏ជាសម្លេងខាងក្នុងរបស់ខ្ញុំផងដែរនៅក្នុងពេលដែលឆ្កែចបបិសាចហៀបនឹងខំខ្ញុំបានរើខ្ញុំមិនបានប្រើធម៌ពលខាងវិញ្ញាណណាមួយទេគឺកម្លាំងរាងកាយសុទ្ធសាធខ្ញុំបានបោះជំហានទៅខាងឆ្វេងគេពីការខំរបស់ចោដូចជាខ្មោចបន្ទាប់មកខ្ញុំបានទ្រវីដៃស្ដាំរបស់ខ្ញុំជារង្វង់នោះគឺជាការចងចាំសាច់ដុំដែលបានវឹកហាត់ពីការកាប់ឈើដែកអស់រយៈពេល10ឆ្នាំសំលេងផ្ទុះយ៉ាងខ្លាំងឆ្កែចបបិសាចស្រេចឈាមដែលមានទម្ងន់រាប់រយគីឡូត្រូវបានខ្ញុំទះកំភ្លៀងហោះចេញទៅក្បាលរបស់វាវិល360ដឺក្រេនៅលើអាកាសហើយបោកទប់នឹងជញ្ជាំងយ៉ាងខ្លាំងរាងកាយដ៏ធំរបស់វាមិនអាចទប់ទល់នឹងកម្លាំងដ៏គួរឲ្យភ័យខ្លាចនេះបានទេសរសៃពួររបស់វាដាច់ភ្លាមវាបានដួលរំនៅលើដីប្រែទៅជាផ្សែងខ្មៅដែលមានក្លិនស្អុយហើយរលាយបាត់ទៅកន្លែងទាំងមូលស្ងាត់ជ្រងស្នាមញឹមដ៏អាក្រក់នៅលើមុខរបស់យ៉ាវឈៀវឈិនបានកកភ្នែករបស់គាត់ហៀបនឹងលៀនចេញមកក្រៅឯងបានសម្លាប់សត្វដ៏ទេវភាពរបស់ខ្ញុំឯងជាសម្រាមដែលគ្មានធម៌ពលវិញ្ញាណតើឯងអាចមានកម្លាំងខ្លាំងបែបនេះដោយរបៀបណា